សួស្តីដល់គ្នាថ្ងៃនេះត្រូវជាថ្ងៃទី3ខែ1ឆ្នាំ2026ថ្ងៃនេះគឺជាថ្ងៃចាប់ផ្ដើមឆ្នាំថ្មីហើយនេះគឺជាសកម្មភាពខ្លះៗនៅផ្ទះខ្ញុំពេលហ្នឹងអត់ទាន់បានធ្វើអីទេនេះត្រឡប់មកចុះឡើងម៉ោង12ជាងបាត់ហើយអត់ទាន់បានធ្វើអីផងហើយរងថ្ងៃខ្ញុំធ្វើការបដារៀនបដាហើយខ្ញុំជានិស្សិតមកពីខេត្តទេឡើងមកពីខេត្តមករៀននៅភ្នំពេញហើយក៏រកការងារធ្វើការនៅនឹងម៉ោងទៅថ្ងៃហ្នឹងត្រូវជាថ្ងៃសៅរ៍ខ្ញុំមិនបានទៅធ្វើការទេហើយខ្ញុំសម្រាប់នៅផ្ទះហើយខ្ញុំជិះធ្វើវីដេអូតែមួយថ្ងៃហ្នឹងពេលសម្រាប់ធ្វើរឿងនេះតិចងាកបាត់អត់ទាន់បានធ្វើអីផងអញ្ចឹងគេថាពេលវេលាវាដើរលឿនអញ្ចឹងខ្ញុំដឹងថាក្នុងឆ្នាំ2025អ្នកទាំងគ្នាបានឆ្លងកាត់រឿងរ៉ាវជាច្រើនទាំងរឿងល្អទាំងរឿងមិនល្អតែឥឡូវគឺបានឆ្លងកាត់រួចហើយអ្នកទាំងគ្នាធ្វើបានល្អហើយនៅក្នុងឆ្នាំ2025អញ្ចឹងខ្ញុំសង្ឃឹមថានៅឆ្នាំ2026អ្នកទាំងគ្នានឹងជួបតែរឿងល្អហើយសម្រាប់អីដែលអ្នកទាំងគ្នាចង់បាននៅក្នុងឆ្នាំ2026ហើយបើចង់បានអីចង់សម្រេចអីអ្នកគ្នាអាចរៀបចំទៅថាក្នុងឆ្នាំ2026ហ្នឹងអ្នកទាំងគ្នាចង់សម្រេចឲ្យគេចង់ទទួលបានឲ្យគេបន្ថែមនៅក្នុងជីវិតរបស់យើងអញ្ចឹងនឹងមានតែប៉ុណ្្នឹងទេនៅក្នុងវីដេអូនេះអញ្ចឹងសង្ឃឹមថាអ្នកទាំងគ្នានឹងជួបរឿងល្អក្នុងឆ្នាំ2026ដែលជាឆ្នាំថ្មីសម្រាប់យើងទាំងអស់គ្នាអរគុណច្រើនសម្រាប់ការតាមដានទស្សនាវីដេអូមួយនេះយើងនឹងជួបគ្នានៅវីដេអូក្រោយៗជាបន្តទៀតអរគុណច្រើនបាយបាយ